បើវាស្រែរបស់យើងឲ្យខៀវស្រងាត់ដល់ពេលល្ងាចម៉ោង5ម៉ោង6បងប្អូនអូមជាមួយនឹងបរោះសង្ហាក្បាលសិទ្ធិចៃនេះប៉ោកបងប្អូនបាទឲ្យទៅរៀងបញ្ចូលតិចបងប្អូនបាទទៀនោះតិចទៀតកាប់ឆ្លុះមួយជំហៀងឡើយឲ្យទៅបានចូលកាមេរ៉ាបងប្អូនបាទអូកាប់ខ្វះតែម្ដងដូចខ្ញុំនិយាយដដែលអញ្ចឹងថាបើមានស្រីស្អាតនៅក្បែរទៀតធ្វើការងាប់ចោលអត់ខ្វល់រឿងបាយទៅបើសិនជាមានស្រីស្អាតនៅក្បែរមានស្រីស្អាតមកមុនតែមិនឈើបាទឥឡូវធ្លាប់ទៅឃើញឡានបែនតែឥឡូវនេះពុកម៉ែបងប្អូនបាទមកមើលអាទិះបែនវិញម្ដងបាទឥឡូវនេះគឺយើងធ្វើការបែនជីដាក់ចូលក្នុងស្រែបងប្អូនបាទធ្លាប់ទៅឃើញឡានបែនតែឥឡូវនេះមកជួបផ្ទាល់ជាមួយនឹងអាទិះបែនម្ដងបាទ